លោកពូទី8ហានបងប្រុសឈិនយ៉ាងយូរបំផុតនៅខាងស្អែកពួកយើងនឹងទៅបើកហាងនៅទីប្រជុំជនហើយតើអ្នកទាំងពីរអាចទៅជួយបានទេពួកបងគិតសិនចុះខ្ញុំសុំទៅផ្ទះលោកតាលីចឹងសិនហើយបងប្រុសឈិនបងធ្លាប់សន្យាថានឹងនាំខ្ញុំទៅបរបាញ់សត្វនៅភ្នំតែមិនទាន់បានទៅនៅឡើយទេរឿងដែលសន្យាជាមួយខ្ញុំត្រូវតែរក្សាពាក្យសម្ដីណាមិនអាចរងចាំបន្តទៀតទេយីឈិនក្មេងស្រីស្យែត្រូវទៅទីប្រជុំជនហើយនេះជារឿងយូរឬឆាប់ប៉ុណ្ណោះនាងមានស្បៀងច្រើននៅក្នុងដៃតើពួកយើងពិតជាមិនចូលស្ដីដណ្ដឹងនាងមែនទេនៅឯព្រំដែនខាងនោះខ្លាចតែចូលស្ដីដណ្ដឹងទៅចុះឯងនិយាយថាម៉េចខ្ញុំប្រាប់ថាចូលស្ដីដណ្ដឹងតែឯងភ្លេចហើយឬថាឯងនៅមានគូដណ្ដឹងម្នាក់ទៀតខាងលោកឧត្តមសេនីយ៍ចាស់ច្បាស់ជាមិនយល់ព្រមដាច់ខាតគូដណ្ដឹងគ្រាន់តែជាការចាត់ចែងរបស់ឪពុកម្ដាយប៉ុណ្ណោះអ្វីដែលនាងចង់បានមិនមែនជាខ្ញុំតាំងពីដើមមកគឺគ្រាន់តែចង់បានតំណែងមួយនោះប៉ុណ្ណោះម្យ៉ាងទៀតតើជានរណាដែលមិនខ្វល់ខ្វាយពីខ្ញុំនៅពេលដែលខ្ញុំធ្លាក់ខ្លួនដុនដាបហើយតើជានរណាដែលអាចព្យាបាលជើងរបស់ខ្ញុំបានលោកពូទី8លោកពូមិនដឹងក្នុងចិត្តទេមានតែមនុស្សប្រុសអត់កំណើតទេទើបពឹងផ្អែកលើមនុស្សស្រីដើម្បីឡើងបុណ្យស័ក្តិផ្លូវរបស់ខ្ញុំដើរដោយខ្លួនឯងល្អខ្ញុំនឹងទៅឥឡូវនេះខ្ញុំសុខចិត្តក្រាស់មុខម្ដងដើម្បីទៅសួរពីអាកប្បកិរិយារបស់ហានមីងយានសម្រាប់ឯងម៉ែតាម៉ែទាញខ្ញុំធ្វើអីស្យាកូនប្រាប់ការពិតមកម៉ែមកតាកូនគិតថាហានយីឈិនយ៉ាងម៉េចដែរល្អតារូបរាងសង្ហាហើយមានក្បាច់គុណទៀតលោកពូទី8ហានរបស់កូនទៅតែមកអំបញ្ញមិញគាត់មានន័យថាចង់ឲ្យកូនទាំងពីរភ្ជាប់ពាក្យនឹងគ្នាសិនស្អីគេភ្ជាប់ពាក្យស្អីគេលេងសាច់អីហ្នឹងខ្ញុំទៅតែមកទីនេះបានប៉ុន្មានថ្ងៃសោះចាក់ភពពាណិជ្ជកម្មរបស់ខ្ញុំមិនទាន់បានចាប់ផ្ដើមផងមិនក៏ចង់មកចាត់ចែងរឿងរៀបការឲ្យខ្ញុំបាត់ទៅហើយស្យារឿងនេះម៉ែឃើញថាល្អតើក្មេងយីឈិននោះជាមនុស្សចាស់ទុំនឹងណោម៉ែខ្ញុំនៅក្មេងណាស់ណាមិនក្មេងទៀតទេកាលម៉ែអាយុប៉ុនកូនម៉ែរៀបការជាមួយពុកកូនបាត់ទៅហើយភ្លេចថាទីនេះគឺជាសម័យបុរាណចាំខ្ញុំទៅនិយាយជាមួយគាត់សិនទៅចុះរឿងមនោសញ្ចេតនាមិនអាចទុកឲ្យនៅរីរែករញ៉េញ៉ៃបានទេចិត្តដល់ម៉ោងញ៉ាំបាយទៅហើយកូនទៅណាទៅហៅគាត់មកញ៉ាំបាយបើខ្ញុំទៅសួរត្រង់បែបនេះតើវាមើលទៅហាក់ដូចជាខ្ញុំប្រញាប់ប្រញាល់ពេកទេដឹងដូចជាគ្មានអ្នកណាយកអញ្ចឹងចែហានយីឈិនពួកយើងចូលទៅនិយាយគ្នានៅខាងក្នុងទៅអំបញ្ញមិញលោកពូទី8ហានបានទៅចូលស្ដីដណ្ដឹងនៅផ្ទះខ្ញុំតើគាត់បានពិភាក្សាជាមួយបងទេបងចង់រៀបការជាមួយខ្ញុំហានយីឈិនបងដឹងទេថាភ្នែកខ្ញុំមិនអាចចូលដីសំបីតែមួយគ្រាប់មនុស្សប្រុសរបស់ខ្ញុំត្រូវតែមានចិត្តស្មោះត្រង់ចំពោះខ្ញុំតែម្នាក់មិនអនុញ្ញាតឲ្យមានមនុស្សស្រីផ្សេងសំបីតែសម្លឹងមើលមនុស្សស្រីផ្សេងមួយភ្នែកក៏មិនបានដែរខ្ញុំមិនដែលសម្លឹងមើលមនុស្សស្រីផ្សេងទេចុះថ្ងៃក្រោយវិញប្រសិនបើថ្ងៃក្រោយបងមានលុយហើយមានមនុស្សស្រីស្អាតច្រើននៅក្បែរតើបងមិនសម្លឹងមើលពួកគេសំបីតែមួយភ្នែកដែរទេខ្ញុំមិនធ្វើបែបនោះទេអូយត្រូវគេថាបបាត់ទៅហើយស្នាមថាបដំបងរបស់ខ្ញុំសូមស្ពតនឹងមិនមានរឿងបែបនោះឡើយបងលេងខ្ញុំភ្លាមស្យាខ្ញុំចូលចិត្តអូនរស់បានពីជាតិហើយនេះជាលើកទី1ហើយដែលត្រូវគេអោបនឹងសារភាពស្នេហ៍បែបនេះណាចុះថាជនជាតិបុរាណជាមនុស្សអៀនខ្មាស់នោះបងស្រីដល់ម៉ោងញ៉ាំបាយហើយយេអូនចង់ឡើងភ្នំមែនទេខ្ញុំគ្រាន់តែទៅមើលនៅបរិវេណខាងក្រៅប៉ុណ្ណោះខ្ញុំទៅកំដរអូនមិនបាច់ទេរឿងការពីម្សិលមិញសុំទោសផងខ្ញុំមិនមានចិត្តណាលេងសើចនឹងអូនទេមិនអីទេថ្ងៃនេះខ្ញុំចេញទៅក្រៅមានការបន្តិចចាំពេលរសៀលយើងសឹមឡើងភ្នំជាមួយគ្នាបានអញ្ចឹងអូនប្រយ័ត្នខ្លួនផងហើយតាមមើលទៅពួកគេពិតជាទៅបាត់មែនដឹងអញ្ចឹងឲ្យហានយីឈិនមកកំដរខ្ញុំបាត់ទៅហើយមិនត្រូវទេមិនមែន3ក្បាលទេគឺ5ក្បាលធំ2តូច3
មីងហ៊ូពួកវាមិនមែនចង់ស៊ីខ្ញុំទេដឹងខ្ញុំឃើញពួកឯងហើយភ័យណាស់ដៃរួយចិត្តធ្លាក់ទៅហើយមីងហ៊ូនៅចង់ផឹកទឹកទៀតទេមីងហ៊ូពិតជាចេះដឹងខ្លួនមែនមីងហ៊ូអ្នកពិតជាចង់ឲ្យខ្ញុំជួយចិញ្ចឹមវាតែខ្ញុំគ្មានសាច់ច្រើនសម្រាប់ឲ្យវាស៊ីទេនេះគឺចង់រើកន្លែងនៅមកទីនេះតែម្ដងឬសេះតូចមួយនេះមិនអាក្រក់ទេអាចយកធ្វើជាសេះជំនិះបានហើយ2 ឬ 3ថ្ងៃទៀតខ្ញុំនឹងនាំវាត្រឡប់មកជួបពួកឯងវិញក្មេងតូចឯងអាចធ្វើជាសេះជំនិះរបស់ខ្ញុំបានទេធ្វើបែបនោះឯងមិនបាច់ត្រូវខ្លាស៊ីទៀតទេថ្ងៃក្រោយឯងឈ្មោះជួយហ្វឹងទៅចុះពេលរត់អាចរត់ទាន់ខ្យល់អស្ចារ្យណាស់ក្មេងស្រីស្យាយទីបំផុតឯងត្រឡប់មកវិញហើយក្នុងភូមិមានរឿងធំហើយអេនេះគឺសេះព្រៃឯងអ្នកចាប់វាសេះព្រៃនេះមើលទៅស្លូតណាស់តើក្មេងស្រីស្យាយផ្សាំងវាយ៉ាងម៉េចទៅវាឃើញខ្ញុំហើយក៏លេងទៅណាដេញក៏មិនទៅប្រហែលជាដោយសារតែខ្ញុំស្អាតហើយមើលទៅអូយហានឡោស្យាយមិនក៏នាងបណ្ដោយឲ្យសេះរបស់នាងធ្វើឲ្យកូនប្រុសខ្ញុំធ្លាក់អញ្ចឹងវាគ្រាន់តែជាក្មេងសោះរឿងនេះបន្ទោសខ្ញុំមិនបានទេគឺវាខ្លួនឯងដែលមិនខ្លាចស្លាប់ចេះតែចង់ចូលទៅចិត្តសេះព្រៃពិបាកផ្សាំងណាស់នេះជារឿងធម្មតាទេក្មេងស្រីស្យាយកុំឆ្លោះជាមួយគាត់អីបងប្អូនជីដូនមួយរបស់ឯងហានជ្វីហ៊ូនាងនិយាយថានាងខ្លាចជាមនុស្សរបស់ហានយីឈិនបាត់ទៅហើយហានជ្វីហ៊ូនិងហានយីឈិនមិននឹងអាចទៅរួចនេះគឺជាល្បិចរបស់គ្រួសារពួកគេហើយក្មេងស្រីស្យាយខ្ញុំជឿជាក់ថាក្មេងយីឈិនមិនមែនជាមនុស្សបែបនោះទេគ្រាន់តែហានជ្វីហ៊ូស្លៀកពាក់មិនរៀបរយហើយទីងគេមិនលែងរឿងនេះរាលដាលធំហើយលីចឹងតើលោកមានន័យយ៉ាងម៉េចឬមួយក៏ជ្វីហ៊ូផ្ទះយើងជាមនុស្សបែបនោះនាងបានប្រគល់កិត្តិយសដ៏បរិសុទ្ធរបស់នាងឲ្យទៅហ៊ានយីឈិនទៅហើយគេគុំសង្ឃឹមថានឹងមិនទទួលខុសត្រូវឲ្យសោះអូយជឿស្លាប់ខ្ញុំហើយមនុស្សណែណានៅក្នុងទីធ្លាផ្ទះឯងក្មេងស្រីស្យាយឯងត្រូវតែស្ងប់អារម្មណ៍ឡោស្យាយស្ងប់អារម្មណ៍បន្តិចទៅក្មេងស្រីស្យាយទីបំផុតត្រឡប់មកវិញហើយឯងមើលចុះនេះហួសម៉ោងញ៉ាំបាយទៅហើយតើគួរតែធ្វើម្ហូបខ្លះឲ្យអ្នកទាំងអស់គ្នាទ្របពុះទេមិនដែរលោកមកគោរឿងនៅផ្ទះខ្ញុំហើយខ្ញុំត្រូវតែរៀបចំបាយទឹកឲ្យលោកទៀតអ្វីទៅហៅថាគោរឿងបងស្រីជ្វីហ៊ូរបស់ឯងនិងហានយីឈិននៅជាមួយគ្នាហើយឯងមិនសប្បាយចិត្តទេមិនសប្បាយចិត្តទេហានយីឈិនមិនមែនខ្វាក់ភ្នែកឯណាទើបទៅស្រឡាញ់កូនស្រីផ្ទះលោកនោះលោកក៏ពូកែដែរសាច់ឆ្មាសាច់ឆ្កែអីក៏អាចឲ្យគេមកទម្លាក់កំហុសលើបានដែរខ្ញុំមិនទុកចិត្តអូនទេក៏ចង់លួចតាមអូនឡើងភ្នំគ្រាន់តែចេញផុតពីមាត់ភូមិភ្លាមក៏ត្រូវនាងមួបង្កាច់បាត់ទៅហើយនាងទាញសម្លៀកបំពាក់ហើយនិយាយថានាងជាមនុស្សស្រីរបស់ខ្ញុំនាងទម្លាក់កំហុសលើបងមិនចេះរត់ទេពីមុនមកមិនក៏មិនដែលឃើញបងស្លូតបែបនេះខ្ញុំក៏ចង់រត់ដែរតែនាងអត់ខ្មាស់អោបជើងខ្ញុំជាប់ទាត់ក៏ទាត់មិនចេញហានយីឈិនមិនក៏បងនិយាយបែបនេះបងបានឃើញរាងកាយខ្ញុំហើយខ្ញុំគឺជាមនុស្សរបស់បងហើយបងត្រូវតែទទួលខុសត្រូវលើខ្ញុំបើមិនអញ្ចឹងទេខ្ញុំមានតែទៅស្លាប់ទេនាងចេះតែនិយាយថាស្លាប់រស់បើពិតជាមានភាពអង់អាចមែនក៏មិនមកលោឡានៅផ្ទះខ្ញុំដែរបើចង់ស្លាប់មែនវិធីមានច្រើនណាស់កុំមកធ្វើឲ្យខ្វាក់ទីធ្លាផ្ទះខ្ញុំអព្រះជាម្ចាស់ឲ្យកូនស្រីដ៏កំសត់របស់ខ្ញុំឲ្យគេឈ្មោះត្រូវខូចអស់ហើយហានយីឈិនមនុស្សគ្មានមនសិការបើគិតចង់បដិសេធមិនទទួលខុសត្រូវអ្នកទាំងអស់គ្នាសុទ្ធតែជិះជាន់ម៉ែស្ដាយកូនកំព្រាពួកយើងហើយតើមានរឿងអីឲ្យប្រកាសទៅអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតខ្ញុំសូម្បីតែនិយាយជាមួយគាត់ក៏មិនបានប៉ុន្មានម៉ាត់ផងគ្រាន់តែជួយគ្រាគាត់បន្តិចគាត់ក៏ទាញសម្លៀកបំពាក់ខ្លួនឯងទៅហើយគ្រូសាហានជ្វីហ៊ូដឹងថាបងយីឈិនមិនអាចរៀបការជាមួយនាងទេតែនៅតែបង្កាត់រឿងឲ្យធំបែបនេះគោលបំណងគឺស្បៀងអាហារគឺចង់ទម្លាក់កំហុសលើខ្ញុំហានយីឈិនបាននិយាយហើយថាមិនអាចរៀបការទេចំណែករឿងខូចឈ្មោះដែលថាមើលឃើញនោះមនុស្សដែលនៅទីនេះអំបញ្ញមិញមានអ្នកណាមិនបានឃើញសម្លៀកបំពាក់បើកចំហរបស់កូនស្រីអ្នកតែចង់ឲ្យគ្រប់គ្នារៀបការជាមួយនាងឬយ៉ាងម៉េចនាងក្មេងស្រីអត់ខ្មាស់រឿងអត់ខ្មាស់ជាងនេះអ្នកឯងសុទ្ធតែអាចធ្វើបានចុះតម្រង់ខ្ញុំគ្រាន់តែនិយាយតើមានបញ្ហាអី
ក្មេងស្រីស្យាយកុំនិយាយដាច់អហង្ការពេកថ្ងៃនេះបើមិនឲ្យហានយីឈិនទទួលខុសត្រូវទេក៏ត្រូវតែយកស្បៀង50គីឡូខ្សងជំងឺចិត្តដែរបើមិនអញ្ចឹងទេខ្ញុំស៊ូបដូរជីវិតចាស់មួយនេះក៏ត្រូវតែទៅប្តឹងនៅសាលាស្រុកពីបទបំផ្លាញកេរ្តិ៍ឈ្មោះកូនស្រីខ្ញុំដែរនេះពិតជាហួសហេតុពេកហើយបងប្រុសកុំឆេវឆាវហានជ្វីហ៊ូនាងនិយាយថាហានយីឈិនបានឃើញរាងកាយនាងហើយត្រូវតែរៀបការជាមួយនាងតាមមែនទេល្អណាស់ហានឡោស្យាយនាងក្មេងចង្រៃចង់ធ្វើអីឆាប់លេងជ្វីហ៊ូផ្ទះយើងភ្លាមទេលេងខ្ញុំអាកុំចូលមកជួយផងជ្វីហ៊ូរបស់ខ្ញុំ